ចិត្ត$1000ហ៊ានពិនិត្យទៀតដូច្នេះបាទស្ថាប័នពាក់ព័ន្ធគួរតែមានវិធានការចាត់ការក្នុងរឿងនេះផងដើម្បីកុំឲ្យមន្ទីរពេទ្យលេងប៉ាហ៊ីដាក់អ្នកជំងឺបន្តទៀតបាទរឿងនេះបើស្ដាប់ទៅគួរឲ្យឈឺចាប់ណាបាទលោកមករាបាទហើយតាមប្រភពព័ត៌មានដែលយើងទទួលបានប្រហែលថ្ងៃមុននេះគឺមានប្រជាពលរដ្ឋលោកទេលេហ្វូនបាទមក NTV ពិភពព័ត៌មានយើង3-4 នាក់ដែរបាទដែលគាត់រងគ្រោះដោយសារតែមន្ទីរពេទ្យ Victoria នេះដែលដាក់ស្លាកបោកប្រាស់ពួកគាត់បាទគាត់ថាអត់មានដូចអ្វីដែលខាងតំណាងមន្ទីរពេទ្យបានបំភ្លឺនឹងទេបាទគឺថាចូលទៅដល់ដូចគាត់និយាយមិញអញ្ចឹងបងស្រីនៅខាងស្ទឹងមានជ័យគាត់លើកឡើងមិញគឺថាគាត់សប្បាយចិត្តណាស់ឃើញថាឃើញមន្ទីរពេទ្យពិនិត្យ36មុខមែនហើយតម្លៃក្នុង$1បាទក្រោយទៅពេលពិនិត្យរួចបាទចេញបងមកជិត$1000បាទអញ្ចឹងធ្វើឲ្យគាត់ចង់ដាច់ខ្យល់បាទចង់គៀងបេះដូងស្លាប់នៅកន្លែងនឹងទៀតបាទនឹងជាបញ្ហាមួយហើយបញ្ហាមួយទៀតបាទត្រង់ថាមន្ទីរពេទ្យនេះតើមានច្បាប់អ្វីមានសិទ្ធិអ្វីដើម្បីឃុំប្រជាពលរដ្ឋបាទគឺថាឃុំអត់ឲ្យចេញទេបាទទឹកឬក៏5ថ្ងៃក៏ដោយឲ្យបើនិយាយចំថាមិនកំណត់ថ្ងៃទេដល់រាបណាអ្នកដែលទៅពិនិត្យនឹងហើយបាទបានលុយយកមកឲ្យគាត់ឲ្យគ្រប់តាមបងដែលគាត់ចេញឲ្យហ្នឹងទើបគាត់ឲ្យចេញពីមន្ទីរពេទ្យហ្នឹងបាទតើគាត់មានច្បាប់អីគាត់មានព្រំប្រទានអីគាត់មានសិទ្ធិអីដើម្បីបង្ខាំងបងប្អូនប្រជាពលរដ្ឋទាំងនោះបាទហើយបងប្អូនប្រជាពលរដ្ឋទាំងនោះគាត់ផ្ដល់ព័ត៌មានមក NTV ព័ត៌មានគាត់ឈឺចាប់ណាស់ហើយគាត់រហូតដល់មានការយំស្រែកទៀតផងតាមទូរស័ព្ទមកប្រាប់យើងណាគឺថាគាត់ឈឺចាប់ហើយគាត់មិនដែលឃើញតើបាទក្រសួងបាទសុខាភិបាលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធមានចំណាត់ការឬមានវិធានការយ៉ាងម៉េចដែរទៅលើមន្ទីរពេទ្យ Victoria នេះបាទជាពិសេសគឺអាជ្ញាធរមូលដ្ឋានអាដាមបងបាទអភិបាលខណ្ឌទួលគោកបាទឯកគុណឌឿនបាទសូមបងពិនិត្យមើលមន្ទីរពេទ្យនេះបន្តិចហើយសហការយ៉ាងណាជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសក្រសួងសុខាភិបាលឬក៏មន្ទីរសុខាភិបាលរាជធានីភ្នំពេញបាទជឿថាលោកជាអ្នកដាក់ច្បាប់អនុញ្ញាតឲ្យណាតាមរយៈអញ្ចឹងទៅរហូតដល់ក្រសួងបាទបានសញ្ញេច្បាប់អនុញ្ញាតឲ្យមន្ទីរពេទ្យនេះបើកលើសេវាកម្មបែបហ្នឹងហើយសេវាកម្មនេះលោកមករាបើយើងគិតឲ្យមែនតែនទៅគឺថាប្រជាពលរដ្ឋយើងភាគច្រើនអ្នកខ្លះគាត់អត់មានកូនចៅមែនណាគាត់ការហើយ4-5 ឆ្នាំ4-10ឆ្នាំអត់មានកូនចៅអញ្ចឹងគាត់ដើម្បីចង់បានចំណងអាពាហ៍ពិពាហ៍ឬក៏ចំណងនៃគ្រួសារចំណងនៃសុភមង្គលនៃគ្រួសាររបស់គាត់ចេះតែស្វះស្វែងណាឲ្យតែលឺពេទ្យណាប៉ាកែពេទ្យណាល្អពេទ្យណាមានជំនាញច្បាស់លាស់ខាងផ្នែកធ្វើមិនឲ្យពួកគាត់មានផ្ទៃពោះឬក៏ធ្វើយ៉ាងម៉េចឲ្យពួកគាត់នឹងបានបត់បានមិនថាប្រុសឬស្រីទេអញ្ចឹងគាត់ទៅហើយទទួលគេដាក់ផ្លាកយើងឃើញទាំងអស់គ្នាស្លាកគេរត់អសមិញហ្នឹងគឺថាពិនិត្យជំងឺ36មុខតម្លៃ$1បាទច្បាស់ណាស់បាទមិនអាចប្រកែកបានទេមិនដឹងថាដកចេញឬនៅទេប៉ុន្តែឥឡូវយើងថតបានទេច្បាស់ណាស់